ជំរាបសួរបងប្អូនវីដេអូនេះខ្ញុំនឹងបង្ហាញជូនអំពីរបៀបចូលទៅមើលឈ្មោះបោះឆ្នោតនៅក្នុងគេហទំព័រកោជបបាទដំបូងបងប្អូនត្រូវចូលទៅកាន់គេហទំព័រ voterlist.nec.gov.kh បាទនៅពេលដែលបងប្អូនចូលមកដល់គេហទំព័រនេះបងប្អូនអាចស្វែងរកឈ្មោះរបស់បងប្អូនតាមវិធី3វិធីមានដូចជាទី1ស្វែងរកតាមរយៈឈ្មោះទី2ស្វែងរកតាមរយៈអត្តលេខហើយទី3គឺស្វែងរកតាមរយៈលេខអត្តសញ្ញាណប័ណ្ណឬឯកសារបញ្ជាក់អត្តសញ្ញាណបាទអញ្ចឹងខ្ញុំសូមស្វែងរកតាមរយៈអត្តសញ្ញាណប័ណ្ណគឺងាយស្រួលជាងគេបាទឧទាហរណ៍ថាខ្ញុំស្វែងរកឈ្មោះរបស់ខ្ញុំអញ្ចឹងខ្ញុំនឹងបញ្ចូលលេខអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំបាទពេលដែលបញ្ចូលលេខអត្តសញ្ញាណប័ណ្ណរួចទៅគឺចុចស្វែងរកបាទបងប្អូនរងចាំបន្តិចទៅនោះគេហទំព័រនឹងបង្ហាញឈ្មោះរបស់បងប្អូនដែលជាឈ្មោះបោះឆ្នោតបាទនេះបងប្អូនឃើញអញ្ចឹងគឺមានលេខរៀងក្នុងបញ្ជីបោះឆ្នោតមានអត្តលេខហើយមានឈ្មោះរបស់បងប្អូនមានភេទថ្ងៃខែឆ្នាំកំណើតហើយនិងទីតាំងមណ្ឌលបោះឆ្នោតដែលបងប្អូនត្រូវទៅបោះឆ្នោតបាទដោយសារក្នុងនេះខ្ញុំធ្វើវីដេអូបង្ហាញជូនបងប្អូនអញ្ចឹងខ្ញុំបានលាក់ព័ត៌មានមួយចំនួនអញ្ចឹងតែជាស្ដែងនៅពេលដែលបងប្អូនចូលទៅឆែកគឺនឹងឃើញព័ត៌មានរបស់បងប្អូនច្បាស់ដូចជាអត្តលេខឈ្មោះហើយថ្ងៃខែឆ្នាំកំណើតនេះគឺនឹងមើលឃើញច្បាស់បាទលើកលែងតែអត្តសញ្ញាណប័ណ្ណទេដែលបញ្ជីឈ្មោះគឺអត់បង្ហាញទេគឺបង្ហាញតែកន្ទុយ3លេខបាទអញ្ចឹងរបៀបឆែកមើលឈ្មោះបោះឆ្នោតនៅក្នុងគេហទំព័រកោជបគឺមានប៉ុណ្ណឹងបងប្អូនអាចចូលទៅសាកឆែកមើលបានខ្ញុំនឹងដាក់ទំនុកចុះនៅក្នុង comment